បាទជំរាបសួរពុកម៉ែបងប្អូនវិជាកសិករជាទីរាប់អានទាំងអស់បាទខ្ញុំថ្ងៃនេះចុះមើលលទ្ធផលទាក់ទងនឹងការប្រើប្រាស់ថ្នាំស្មៅសទ្ធាបាទបងឌីប៉ូបណ្ដាឌីប៉ូឬក៏កសិករមួយចំនួនធំគឺបានប្រើប្រាស់ហើយបានស្គាល់ហើយថាទាក់ទងនឹងគុណភាពសទ្ធាផលិតផលថ្នាំស្មៅនេះពិសោធន៍ទៀតថ្មីដែលក្រុមហ៊ុន King Agro បានសិក្សាស្រាវជ្រាវឃើញហើយក្រុមហ៊ុន Loctroy Cambodia របស់យើងនេះគឺនាំចូលចែកចាយបាទមកដល់ពេលគឺចូលឆ្នាំជាងហើយបាទហើយតកតនឹងគុណភាពរបស់ផលិតផលសទ្ធានេះគឺការបាញ់មិនថាអាយុត្រូវចាប់ពី7ថ្ងៃដល់20ថ្ងៃគឺយើងបាញ់បានអត់ប៉ះពាល់ដល់ត្រូវទេហើយតកតនឹងបញ្ហាផលប៉ះពាល់ត្រូវគឺតិចមែនទែនទី1គឺបញ្ហាក្រហមដល់ត្រូវគឺតិចហ្នឹងដើម្បីតែយើងបាញ់ខែត្រជាក់នេះក៏ផលប៉ះពាល់គឺតិចមែនទែនអញ្ចឹងបងវិជាកសិករដែលធ្លាប់ប្រើគឺបងដឹងហើយតែគាត់ទទួលស្គាល់ថាផលិតផលនេះគឺល្អហើយតកតនឹងស្រែមួយនេះគឺយើងបានបាញ់ឌីម៉ូជាមួយនឹងឌីប៉ូគឺត្រែរបស់ឌីប៉ូផ្ទាល់គឺយើងបាញ់កាលហ្នឹងគឺអាយុត្រូវគឺ10ថ្ងៃបាទហើយយើងបាញ់ហើយគឺមកដល់បច្ចុប្បន្ននេះគឺយើងបាន7ថ្ងៃហើយតើតើនឹងវត្តមានស្មៅគឺសឹងតែអត់មានតែម្ដងហើយដូចយើងដកជាក់ស្ដែងក្នុងទឹកនេះតែម្ដងហ្មងបាទនេះគឺយើងបាញ់បានមួយសប្តាហ៍សទ្ធារបស់យើងគឺទាំងរកស្មៅមកតងគ្មាននៅលើដីហើយសម្រាប់តើតើនឹងស្រូវបាទគឺផលប៉ះពាល់គឺតិចមែនតើផលរំខានហើយយើងប្រើប្រាស់សទ្ធានេះគឺ2លីត្រក្នុងមហាតាឬក៏2ដបក្នុងមហាតាជារូបភាពនិងលទ្ធផលនេះគឺឈ្មោះសទ្ធាហើយនេះគឺ logo ក្រុមហ៊ុន Loctroy Cambodia ហើយស្រែគាត់នេះគឺបាញ់ធុងបាយបាទ25លីត្រអញ្ចឹងគឺបាញ់ទៅគឺស្អាតហើយបានរយៈពេល7ថ្ងៃយើងរកសាកសពស្មៅគឺអត់ឃើញទេបាទកន្លែងដោតចំណាំយើងកាលពីមុនបាញ់គឺស្មៅច្រើនបាទហើយស្មៅគឺមានចម្រុះពពួកស្មៅលឹកធំហើយនឹងពពួកស្មៅលឹកត្រួចមាន3ក្បាលអត់កតុយនិង3ក្បាលមានកតុយកងោកចាហើយនេះបាទគឺមេអាចដាក់គៀកបានកាមេរ៉ាបាទគឺស្អាតមែនតើគឺអត់មានស្មៅទេហើយដើមស្រូវគឺនៅខៀវស្អាតមែនតើ